សួរមនុស្សល្អទាំងអស់គ្នាពីដែលវិលមកជួបខ្ញុំបានក៏ភេងសម្រាប់រឿងល្អទៀតហើយបាត់ខ្ញុំមកនិយាយដឹងមកសួរទេខ្ញុំរវល់ការងារខ្លួនតិចតួចឥឡូវនេះខ្ញុំមកវិញហើយខ្ញុំសម្រាប់រឿងជូនអ្នកទាំងអស់គ្នាទៀតភាគ14 15អត់សូវមានអីចម្លែកទេវីដេអូនឹងខ្លីទេចាប់ផ្ដើមដំបូងឡើយដោយសូរ៉ូអាពេលហ្នឹងគេមានព្យួរនៅលើទូគ្រប់គ្នាទៅពេលសូរ៉ូដេកធ្វើមិនដឹងអាដេកធ្វើមិនដឹងមិនសូវងំទេមកខ្ញុំងើបមកភ្លាមជេរគេជាឯងថាមិនដេកចេះក្រោយពួកនេះពេលនោះណាមីទៅដល់ក៏បានខកសូរ៉ូពីបេកញ្ញាកុំឲ្យចេះតែហ៊ានពេកគេឯងរវល់ទូគ្រប់គ្នាទៅពេលគាត់វិញគេទៅពីដេកហើយចាំមកដល់លូហ្វីទាំងនេះវិញគឺគិតទៅពីដេកស្វឹងស្រាដេកបាត់គេដើរចេះលើខ្លួនគាត់ពី3សំណប់ជើងក៏មិនដឹងផងចំណែកអេយ៉ូប៉ែណាមីនេះវិញផឹកអស់13កែវហើយនៅមានកន្លងងើបរួចទៀតដើម្បីទៅលួចអីវ៉ាន់ពីអ្នកភូមិហើយទៅនេះវិញយើងកាត់មកដល់ពេលនាងវីវីពេលនោះពេលនាងវីវីបានជិះទាខារ៉ូរបស់គាត់ដើម្បីទៅវាយប្រហារសូរ៉ូប៉ុន្តែទាខារ៉ូរបស់គាត់ហ្នឹងក៏បាននាំគាត់ទៅធ្លាក់ពីលើអាគារណាឆ្កុយទៅសាប់ទៅក្នុងរឿង One Piece ហ្នឹងតួអង្គមួយអាយុវែងណាពេលនោះល្អមដែលជាមេក្រុមបារ៉ុកហ្នឹងក៏បានចេញមកចាត់ការសូរ៉ូដោយខ្លួនឯងគាត់បានបញ្ចេញកំភ្លើងចំនួន6ដើមជាពិសេសរបស់គាត់គោលបំណងគឺគាត់បានរៀបទៅលើសូរ៉ូតែម្ដងសាប់ទៅប្រកែរឿងហ្នឹងណាអ្នកនិពន្ធរឿងចំណែកលូហ្វីវិញគ្រាន់តែបានឃើញសូរ៉ូវាយប្រហារអ្នកភូមិហើយដេកស្អាតអស់ដូច្នេះគាត់ខឹងនឹងសូរ៉ូខាងណាក៏បានហត់ទៅវិញសូរ៉ូពេលនោះ Mr. Fire ហើយនិង Valentine ជាដូច្នោះក៏បានចូលទៅវាយប្រហារពួកគេដោយសារវាជាឱកាសល្អតែជារឿងសោកស្ដាយផង Luffy និង Zoro បានវាយពួកគេស្ទាបមកដល់អញ្ចាំងមួយទ្រុសទៅអញ្ចាំងមួយទៀតដោយសារតែអត់រៀងពួកគេក៏បានចូលទៅម្ដងទៀតតែនេះ Luffy ដើរមកហើយដូរកល Mr. Fire មកមិនត្រឹមតែប៉ុណ្ណោះទេស្បែកតែដៃរបស់គាត់ក៏អែពោះដែរមិនគេធ្វើស្អីគ្នាខ្លះទេនិយាយលេងទេប្រហែលគេវាយគ្នាវាយចាំពោះទៅបង្អែពោះហ្នឹងហ៎ចំណែក Valentine នៅតែមិនរៀងនាងក៏បានប្រើក្បាច់បង្កើតគីឡូរបស់នាងហក់មកសង្គ្រប់ Zoro តែ Zoro កិច្ចតែបន្តិចហ្នឹងផុតបាត់ហើយមានចំអីផងចំណែក Valentine វិញធ្លាក់ចូលក្នុងដីបាត់នៅជាដល់ណីទេចំណែក Valentine និង Mr. Fire អត់រៀងក៏នៅតែចូលទៀតដឹងខ្លួនទៅខ្លួនវិញភ្នែកខាងប្រឹងចូលចាំឲ្យ Luffy និង Zoro វិញគ្នាសិនទៅអ៊ីយ៉ាប់មែនយ៉ាប៉ែពីរនាក់នេះដូចមុនតដាគឺថាចូលទៅគឺមានត្រូវក្រសេ Zoro និង Luffy វិញតដាខ្ញុំសូមបញ្ជាក់បន្តិចណា Luffy ទៅហ្នឹងគឺគាត់បានផ្ទុះចេញមកជាមួយនឹង Mr. Fire តែគូបញ្ជាក់ផងដែរថាមកកាវក៏អត់លះចឹងកាវគាត់អាវស្ពាន់ហើយខ្ញុំសូមបញ្ចប់វីដេអូត្រឹមប៉ុណ្ណឹងបានហើយហើយកុំភ្លេចជួយចុចមេដៃជួយ Subscribe ឲ្យខ្ញុំម្នាក់មួយផងសូមអរគុណនិងសូមគោរពលា